គួយទឹកអោនកាយក៏ដល់ដល់នោះទៅទៀវនៅនាងកញ្ញាទីព្រៃខ្ញុំបាទខ្សែផ្ទាល់ចឹងចេញពីអង្គភាពសារព័ត៌មានអីស្អីយូវេលាម៉ោង 6:12 នាទីត្រូវនឹងថ្ងៃអង្គារបាទថ្ងៃទី 18 ខែវិច្ឆិកាឆ្នាំ 2025 មានករណីបុកគ្នានៅចិត្តនេះកន្លែងផ្លូវចិត្តផ្ទះពោះយើងនេះផ្លូវបំបែកនេះហើយនៅហៅភូមិអីជនរងគ្រោះរបួសធ្ងន់នៅស្រីបាទនៅសាច់ញាតិរំមិនទាន់ឃើញទេនៅខ្នោបត់នៅម្ដុំសាសខ្នោបត់ឥឡូវបានជាពលរដ្ឋបានដឹកយកទៅពេទ្យបាទហើយឥឡូវបងសមត្ថកិច្ចកំពុងតែធ្វើអន្តរាគមន៍បាទនេះអន្តរាគមន៍បាទគាត់នៅជួយអន្តរាគមន៍មើលម៉ូតូមួយដែរបាទហើយនេះផ្លូវបំបែកអូនេះហៅភូមិគេអូនភ័យឡែងនេះគេហៅថានៅភូមិព្រៃកន្លែងភូមិព្រៃកន្លែងនៅផ្លូវបំបែកយើងនេះបាទគួរថ្នាក់ចរាចរណ៍បាទម៉ូតូនិងម៉ូតូឆ្លងផ្លូវបាទបណ្ដាឲ្យនារីម្នាក់របួសធ្ងន់មកឥឡូវបានសាច់អ្នកជិតខាងបានយកទៅពេទ្យបាទហើយអ្នករងគ្រោះនៅផ្សារណបត់យើងនេះឥឡូវពងរកសាច់ញាតិបាទយកទៅពេទ្យទេបាទយកទៅបាទហើយអត់ទេគេមកអូនស្គាល់ឡាលីទេចាខ្ញុំផុសអត់ទេបងខ្ញុំផុសឥឡូវបងសមត្ថកិច្ចគាត់កំពុងធ្វើអន្តរាគមន៍នៅនេះបាទទឹកចិត្តគាត់ធំធេងបានជួយពីរដ្ឋជួយជីវរដ្ឋបាទអូមេគាត់មេឃុំនៅទូ7បាទគាត់ជួយជីវរដ្ឋបាទទឹកចិត្តគាត់ធំធេងណាជួយជីវរដ្ឋនេះមេឃុំនៅទូ7បាទឥឡូវគាត់បានឲ្យអ្នកចិត្តខាងយកទៅពេទ្យនៅចិត្តនេះហើយឥឡូវពងរសាច់ញាតិទៅទៀតនឹងខ្ញុំនឹងបង្ហោះបណ្ដាញសង្គម Facebook នឹងទឹកចិត្តគាត់ធំធេងគាត់នៅឈរហាភ្លៀងនេះគាត់ធ្វើអន្តរាគមន៍នៅខ្នល់បាទគាត់ជាមេឃុំទូ7បាទទឹកចិត្តគាត់ជួយប្រជាពលរដ្ឋបាទខ្ញុំបាទគួយទឹកសុំបិទការផ្សាយតាមនេះបើខុសឆ្គងពីសម្ដីត្រង់ណាសូមតាភ័យទោសតាមខ្ញុំបានសូមជម្រាបលា